សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel Just Start Cambodia បាទបើសិនជាយើងច្រឡំយកសារដ៏សំខាន់ណាមួយក្នុង Facebook របស់យើងហើយបើសិនជាយើងចង់យកវាមកមើលវិញតើយើងគួរធ្វើយ៉ាងណាតោះទៅមើលពីវិធី backup message នៅក្នុង Messenger របស់យើងទាំងអស់គ្នាជាដំបូងយើងចូលទៅក្នុងពាក្យថា setting and privacy បាទរួចយើងចូលទៅក្នុងពាក្យថា setting បាទបន្ទាប់មកយើងចូលទៅពាក្យថា your Facebook information បាទបន្ទាប់មកទៀតយើងចូលទៅក្នុងពាក្យថា download your information បាទរងចាំបន្តិចបាទបន្ទាប់មកយើងនឹងឃើញមានកន្លែងជាច្រើនដែលគេដើម្បីឲ្យយើង backup ឯកសាររបស់យើងមកវិញហ្នឹងបាទដូចជា post ថតហើយនឹងវីដេអូយើងចុច deselect all គឺយើងមិនត្រូវការទាំងអស់ទេយើងត្រូវការតែសារពី Messenger របស់យើងបាទចូលក្នុងពាក្យថា message តិចត្រង់ទៅបាទនេះយើងនឹងកំណត់ថ្ងៃដែលយើងចង់ backup បាទនេះគឺតាំងពីថ្ងៃដែលយើងបង្កើត Facebook ដល់ពេលនេះបាទនេះខ្ញុំសូមយកត្រឹមតែឆ្នាំ2020ទេ December 2020មកដល់ November 2020ចុច OK បាទនេះគឺ file ដែលគេតែយើងចង់បានជា HTML ឬក៏ file អ្វីផ្សេងបាទបន្ទាប់មកយើងចុច create file បាទប៉ុន្តែយើងនឹងរងចាំខាង Facebook គេនឹងផ្ញើសារមកឲ្យយើងនៅត្រង់នេះបាទរងចាំបន្តិចទៅបាទនៅពេលនេះខាង Facebook គេបានផ្ញើមកហើយបាទចូលត្រង់នេះទៅបាទគេសរសេរថា your Facebook information file is ready to download បាទគឺឯកសារដែលយើងចង់បានហ្នឹងគឺគេឲ្យយើង download ចុចចូលទៅបាទអូខេឥឡូវគេយើងបាន copy ហើយបាទនេះគឺ file ដែលយើងទៅ download ចុច download រងចាំបន្តិចបាទចាំ plate ខ្ញុំនឹងដាក់វាទៅកន្លែងណាមួយដែលយើងងាយស្រួលស្វែងរកវាខ្ញុំសូមដាក់នៅ desktop អូខេ download សូមរងចាំបន្តិចសិនបាទហើយសម្រាប់ការដែលយើង backup ឯកសារផ្សេងៗក្នុង Facebook ហ្នឹងគឺវាមានការងាយស្រួលមែនទែនបាទគឺគ្រាន់តែយើងចូលប្រមាណគន្លឹះគឺយើងអាចនឹង backup ឯកសារទាំងអស់មកវិញបានវាមានចំនួនដល់ទៅប្រហែលជា57មេជាងនេះគឺគ្រាន់តែរយៈពេល1ខែទេបងប្អូនខ្ញុំដាក់តែ1ខែទេគឺវាច្រើនណាស់ហ្នឹងបាទក្នុងឯកសារដែលយើង download ត្រង់នេះ Facebook អូខេចេញមកហើយបាទត្រង់នេះ message inbox ចូលមើលទៅនេះគឺជាសារដែលគេផ្ញើឲ្យខ្ញុំបាទទាំងអស់នេះគឺជាសារដែលគេបានផ្ញើឲ្យយើងទាំងអស់គ្នាពីមុនមកបាទដូចជាចិនសរននេះគេផ្ញើអ្វីចូលមើលទៅបាទបងប្អូនឃើញទេបាទទាំងអស់នេះគឺជាវិធីក្នុងការដែលយើង backup message ពីក្នុង Messenger របស់យើងបើសិនជាពេលណាមួយដែលយើងច្រឡំលុបឯកសារផ្សេងៗពី message ក៏យើងអាចរកវាមើលវិញបានដែរបាទហើយវីដេអូនេះខ្ញុំសូមចប់តែប៉ុណ្ណេះបាទសម្រាប់បងប្អូនណាដែលមានចម្ងល់ទាក់ទងនឹងអ្វីផ្សេងៗក៏អាច comment មកជជែកគ្នាលេងបានបាទហើយកុំភ្លេចជួយចុច like និង subscribe ផងបាទដើម្បីឲ្យខ្ញុំបានធ្វើវីដេអូផ្សេងៗទៀតតាក់ទងទៅនឹងការ backup ផ្សេងៗដូចជាមិនថាតែសារក្នុង Facebook ទេបងប្អូនខ្ញុំអាចនឹង backup សារនៅក្នុងទូរស័ព្ទដៃរបស់យើងក៏បានបាទវីដេអូក្នុងទូរស័ព្ទដៃក៏ខ្ញុំអាច backup បានដែរបាទអរគុណសូមជម្រាបលាទាំងអស់គ្នា